ចែកទេសផលិតជីផូស្វាតតាមបែបសរីរាង្គដោយខ្លួនឯងបងប្អូនគុំឃើញជីរូបមន្ត NPK បងប្អូនគិតថាវាសសឹងតែជាជីគីមីបងប្អូនតាមកំពិតជី NPK ហ្នឹងវាគ្រាន់តែជាតំណាងឲ្យសារធាតុគីមីដែលវាជាតម្រូវការរបស់រុក្ខជាតិឬក៏ដំណាំទេទាំង N ទាំង P ទាំង K ហ្នឹងគឺសសឹងតែយើងអាចធ្វើបានដោយខ្លួនឯងជីសរីរាង្គដែលមានសារធាតុអាសូតច្រើនដែលជាតម្រូវការរបស់ដំណាំហ្នឹងខ្ញុំបានធ្វើរួចហើយឥឡូវក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់បងប្អូនពីរបៀបនៅក្នុងការធ្វើជីផូស្វ័រតាមបែបសរីរាង្គម្ដងដែលបងប្អូនអាចធ្វើទៅយើងយកវាទៅគប់ផ្សំគ្នាទៅបង្កើតទៅជាជីរូបមន្ត NPK នឹងឯងសម្រាប់ដំណើរការនៃការផលិតជីផូស្វ័រតាមបែបសរីរាង្គនេះទី1បងប្អូនត្រូវតែត្រៀមវត្ថុធាតុដើមជាមុនសិនដោយវត្ថុធាតុដើមបងប្អូនមានលាមកសត្វជាលាមកគោលាមកមាន់ឬក៏លាមកជ្រូកក៏បានដែរចំនួន500គីឡូថ្មផូស្វាតចំនួន50គីឡូទឹកអតិសកុមប្រាណសម្បុកម្នាស់3លីត្រទឹកអតិសកុមប្រាណសម្បុកឥណ្ឌាចំនួន3លីត្រហើយនិងទឹកធម្មតា50លីត្របញ្ជាក់ប្រាប់បងប្អូនដែរបើសិនបងប្អូនធ្វើតពងយើងចង់រៀនសាកល្បងធ្វើបងប្អូនមិនចាំប្រើបរិមាណដូចដែលខ្ញុំបានរៀបរាប់ទាំងម្ដងទេបងប្អូនអាចបន្ថយត្រឹមតែលាមកសត្វ10គីឡូទៅហើយបងប្អូនបន្ថយវត្ថុធាតុដើមផ្សេងៗទៀតទៅតាមចំនួនដែលយើងអាចគុណគូទៅតាមជាក់ស្ដែងទៅមួយវិញទៀតចំពោះទឹកអតិសកុមប្រាណសម្បុកម្នាស់ក៏ដូចជាទឹកអតិសកុមប្រាណសម្បុកក្តៀករណីបងប្អូនដែលអត់មានបងប្អូនអាចទៅមើលវីដេអូរបស់ខ្ញុំពីមុនសិនទៅហើយបងប្អូនរៀនធ្វើវាទៅងាយទេបងប្អូនអាចធ្វើបាននៅផ្ទះដោយខ្លួនឯងហើយចំណាយក៏តិចដែរបន្ទាប់ពីយើងបានរៀបចំវត្ថុធាតុដើមទាំងអស់ហើយឥឡូវយើងចូលដល់ជំហាននៃការធ្វើជំហាននៃការធ្វើបងប្អូនយកទឹកហើយបងប្អូនបាញ់ទៅលើលាមកសត្វដែលយើងបានត្រៀមទុកហ្នឹងហើយវាសើមប្រហែលជា50% យើងស្រោចលាមកសត្វដែលយើងបានត្រៀមទុកហ្នឹងយើងមើលទៅថាកុំឲ្យវាសើមពេកហើយកុំឲ្យវាស្ងួតពេកធ្វើម៉េចឲ្យវាធ្វើឃើញថាសើមប្រហែលជា50% បានហើយបន្តមកទៀតបងប្អូនលាយទឹកអតិសកុមប្រាណសម្បុកម្នាស់3លីត្រហ្នឹងបងប្អូនលាយជាមួយនឹងទឹកអតិសកុមប្រាណសម្បុកក្តៀ3លីត្រដែរហើយបងប្អូនយកទៅលាយជាមួយនឹងទឹកដែលយើងបានត្រៀមចំនួន50លីត្រហ្នឹងយើងលាយហើយយើងក៏កូរចូលគ្នាឲ្យវាលាយសព្វគ្នាទៅជំហានបន្ទាប់គឺបងប្អូនកើបជីលាមកសត្វដែលយើងបានស្រោចទឹកសើម50%ហ្នឹងយកមកដាក់មកកន្លែងមួយទៀតនៅលើដីបងប្អូនដាក់វាជាស្ទាប់ទី1បន្ទាប់ពីដាក់ឲ្យបងប្អូនបាចថ្មផូស្វាតហ្នឹងណាបាចវាទៅលើឲ្យបងប្អូនប្រោះទឹកបន្តមកទៀតបងប្អូនកើបជីលាមកសត្វហ្នឹងដាក់មកស្ទាប់ទៀតហើយបងប្អូនបាចថ្មផូស្វាតហើយបងប្អូនប្រោះទឹកចឹងទៅធ្វើបែបហ្នឹងរហូតទៅដល់ដែលអស់វត្ថុធាតុដើមយើងទាំងអស់ហើយយើងដាក់ជាស្ទាប់បែបហ្នឹងបន្ទាប់ពីអស់វត្ថុធាតុដើមហើយបងប្អូនយកកណាត់ក៏បានយកកស៊ូក៏បានគ្របទៅលើល្បាយរបស់យើងហើយបងប្អូនទុកវាចោលទៅបន្ទាប់ពីផ្អាប់បាន7ថ្ងៃបងប្អូនទៅតែជ្រោយត្រឡប់ជីកប៉ុសនឹងម្ដងហើយការជ្រោយលើកទី2គឺធ្វើឡើងនៅពេលដែលផ្អាប់បាន14ថ្ងៃជ្រោយលើកទី3គឺធ្វើឡើងនៅពេលដែលផ្អាប់បាន21ថ្ងៃជ្រោយលើកទី4គឺនៅពេលដែលផ្អាប់បាន27ថ្ងៃហើយវាក៏ជាពេលដែលយើងទទួលបានជីកប៉ុសផូស្វាតដែលតាមបែបសរីរាង្គផងដែរចូលដល់វិធីនៅក្នុងការប្រើប្រាស់គឺបែងចែកជា3ប្រភេទផ្សេងគ្នាក្នុងករណីបងប្អូនប្រើសម្រាប់ដំណាំហូបផ្លែបងប្អូនត្រូវតែប្រើវាដើម្បីដាក់នៅជុំវិញគល់ដំណាំរបស់យើងប្រហែលពី1ទៅ2គីឡូក្រាមក្នុងមួយដើមសម្រាប់ប្រើនៅក្នុងស្រែគឺបងប្អូនត្រូវតែដាក់នៅពេលដែលយើងធ្វើដីណាមានន័យថាមុនពេលយើងព្រោះបងប្អូនមិនត្រូវរៀបចំដីអញ្ចឹងបងប្អូនអាចដាក់ជីផូស្វ័រនេះនៅក្នុងកំឡុងពេលហ្នឹងទៅដោយប្រើនៅក្នុងបរិមាណ600គីឡូក្រាមនៅក្នុងផ្ទៃដី1ហិកតាសម្រាប់ប្រើប្រាស់នៅក្នុងការដាំដុះបន្លែបងប្អូនប្រើប្រហែលជា1ទៅ2ក្តាប់ក្នុងមួយដើម